មកបន្តសកម្មភាពធ្វើការប្រចាំថ្ងៃរបស់យើងបន្តទៀតសម្រាប់វីដេអូនេះគឺតមកពីវីដេអូមុនហ្នឹងណាដែលវីដេអូមុនយើងបានយកដើមក្រេវេលា2ដើមជាមួយនឹងដើមមកផលមួយដើមជូនទៅអតិថិជនតែអត់ទាន់បានដើមទេសម្រាប់ថ្ងៃនេះយើងយកដើមក្រេវេលាថែមមួយដើមទៀតជាមួយនឹងដើមមកផលមួយដើមទៀតហើយក៏ធ្វើការដាំជូនអតិថិជននៅថ្ងៃនេះតែម្ដងហើយសម្រាប់ទីតាំងដែលយើងដាំគឺនៅជាន់ទី3អញ្ចឹងយើងត្រូវរកវិធីសាស្ត្រក្នុងការសម្រាលដើម្បីយកទៅឲ្យវាបានងាយស្រួលហើយលឿនហ្នឹងណាអញ្ចឹងសម្រាប់ទីតាំងដែលយើងត្រូវដាំនេះពីមុនគឺមានដាំនៅរុក្ខជាតិហើយតែដោយសារតែខាងអតិថិជនគាត់ត្រូវការយើងយកចេញដើម្បីដាំក្រេវេលាជាមួយនឹងម៉ាផលវិញដោយសារពីមុនមានការដាំទៅវាធ្វើឲ្យការបាំង view ណាអញ្ចឹងឥឡូវគាត់អត់ចង់ឲ្យមានបាំងទៀតទេគាត់ចង់ឲ្យដាំទៅដើម្បីឲ្យមើលឃើញ view ទៅខាងក្រៅហើយណាមួយទៀតឲ្យវាស្រឡះផងអញ្ចឹងក៏យើងធ្វើការสนុំពោអ្វីដែលគាត់สนុំពោនេះយើងធ្វើតាមអ្វីដែលគាត់ចង់បានណាអញ្ចឹងឥឡូវយើងធ្វើការរៀបចំការងារចាស់ចេញហើយយើងក៏ធ្វើការលោជាមួយនឹងដើមដែលយើងទៅតែយកទៅនឹងបន្ទាប់ពីយើងធ្វើការលោត្រូវជ្រុងត្រូវអឺអីហើយគឺយើងចាប់ផ្ដើមដាំបន្ទាប់ពីយើងដាំហ្នឹងគឺយើងត្រូវក្រាស្កៃដូងដែរដើម្បីកុំឲ្យវាមើលឃើញដីហើយដើម្បីរក្សាសំណើមទឹកឲ្យបានយូរណាដោយសារតែនៅលើនេះវាក្តៅដែរហើយណាមួយទៀតក្រេវេលាយើងទុកដាំក៏វាត្រូវការទឹកឲ្យគ្រប់គ្រាន់ដែរដើម្បីឲ្យវាមានការលូតលាស់ល្អណាអញ្ចឹងបន្ទាប់ពីយើងធ្វើការរៀបចំដាំរួចរាល់ហើយឥឡូវដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺចប់ជាស្ថាពរហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់រៀបចំសួនឬមួយក៏ចង់សួរព័ត៌មានតាក់ទងជាមួយនឹងសួនអាចធ្វើការតំណងសួរព័ត៌មានលម្អិតបានជាមួយនឹងសួននគររាជឬមួយក៏លេខទូរស័ព្ទដែលបានដាក់ខាងលើណាយើងមានការប្រឹក្សាជូនហើយសម្រាប់នៅទីក្រុងភ្នំពេញអាចហៅខ្ញុំទៅមើលផ្ទាល់បានហើយតាមខេត្តក៏ខ្ញុំអាចទៅបានដែរអត់អីទេឲ្យតែយើងចរចាគ្នាត្រូវណាអញ្ចឹងវីដេអូយើងគឺចាប់ត្រឹមតែប៉ុណ្្នឹងពីព្រោះឯភារកិច្ចយើងគឺបានរួចរាល់ជាស្ថាពរ 100% ហើយអរគុណសម្រាប់ការទស្សនាវីដេអូ